ngày nay dương lên cái giả sắp play hay đừng plays taมีភាពខុសគ្នាបែបណាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងរៀនភាសាអង់គ្លេសអំពីវេយ្យាករណ៍មូលដ្ឋានគ្រឹះអញ្ចឹងនៅក្នុងការរៀនភាសាអង់គ្លេសការប្រកបអានក៏មានមូលដ្ឋានគ្រឹះសម្រាប់វេយ្យាករណ៍ក៏មានមូលដ្ឋានគ្រឹះដែរអញ្ចឹងពុកម៉ែបងប្អូនអាចតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាបើសិនជាលោកអ្នកចង់ចុះឈ្មោះឲ្យកូនៗចូលរៀនភាសាអង់គ្លេសតាមផ្ទះឬតាមប្រព័ន្ធអនឡាញឬមកដល់សាលារៀននៅក្នុងបរិភពថ្មីចំការដងមួយសូមតាក់ទងតាមលេខ Telegram នេះសាលារៀន Wisdom បង្រៀនអំពីមូលដ្ឋានគ្រឹះភាសាអង់គ្លេសលម្អិតអំពីការអានការប្រកបនិងការបញ្ចេញសំឡេងបានត្រឹមត្រូវនៅក្នុងភាសាអង់គ្លេសតោះអញ្ចឹងគឺយើងរៀនអំពី play ហើយនិង plays ថ្ងៃនេះអញ្ចឹងនៅក្នុងភាសាអង់គ្លេសកិរិយាសព្ទនៅក្នុងការប្រើប្រាស់សម្រាប់បច្ចុប្បន្នកាលឬក៏កិរិយាសព្ទដែលយើងប្រើប្រាស់ជាទូទៅគឺយើងប្រើជាមួយនឹងពាក្យធម្មតាហើយពេលខ្លះគឺយើងថែម s អញ្ចឹងយើងឆ្ងល់ថាហេតុអីបានជាពេលខ្លះថែម s ពេលខ្លះពាក្យដដែលនឹងអត់មាន s ឧទាហរណ៍ដូចជាពាក្យ play ហើយនិង plays ជាដើម So Mr. Lee when we use I you we they which one should you choose play or plays play without s right Yeah. correct so I play soccer ចឹង soccer បកប្រែថាបាល់ទាត់ចាចឹងភាសាអង់គ្លេសសម្រាប់តង់អាមេរិកកាំងគឺ soccer បកប្រែថាបាល់ទាត់ប៉ុន្តែ British football អូខេប៉ុន្តែនៅក្នុងប្រទេសអាមេរិកពាក្យ football ហ្នឹងគឺបាល់អាវពេញខុសគ្នាចឹងសិនយើងចង់និយាយជាមួយជនជាតិអាមេរិកយើងលេងបាល់ទាត់គឺយើងប្រើពាក្យ soccer number 2 okay you plays not correct you play okay we ប្រើជាមួយអី we plays not correct okay they plays ចឹងដោយសារតែ Mr. Lee ទៅតែរៀនមេរៀនថ្មីអញ្ចឹងឆ្លើយអត់តាន់ត្រូវទេ play អត់មាន s ទេណាអញ្ចឹងកន្លែងនេះគឺ he plays អញ្ចឹងទៅចាំនឹងបញ្យល់ថាពេលណាយើងប្រើ s ពេលណាយើងអត់ប្រើ s ហើយពេលយើងនិយាយអង់គ្លេសកុំព្យាយាមនិយាយបញ្ចេញខ្យល់ s គ្រប់ពាក្យ I play soccer with my friends every days យើងកុំព្យាយាមបញ្ចេញ s ឲ្យគេគិតថាយើងនិយាយទៅព្រោះមែនទេអញ្ចឹងភាសាអង់គ្លេសមិនមែនសុទ្ធតែខ្យល់ s រហូតទេឧទាហរណ៍ I you we they បូកជាមួយនឹងកិរិយាសព្ទអត់មាន s ទេប៉ុន្តែប្រើជាមួយនឹង he she it គឺយើងត្រូវថែម s អូខេចាំណា yes I play you play we play they play he plays she plays it plays okay yes can you remember that yeah I you we they អត់មាន s he she it ប្រើជាមួយនឹង s alright yes okay ចាំពុកម៉ែបងប្អូននេះគឺជាការរៀនខ្លះៗអំពីវេយ្យាករណ៍នៅក្នុងភាសាអង់គ្លេសបើសិនជាលោកអ្នកគិតថាវីដេអូមួយនេះមានប្រយោជន៍សូមជួយ like និង share ដើម្បីបានទៅដល់ពុកម៉ែបងប្អូនផ្សេងៗទៀតហើយសូមបងប្អូនជួយ follow page របស់នេះខ្ញុំម្នាក់មួយផងសូមអរគុណជួបគ្នាក្នុងវីដេអូក្រោយៗទៀត